កំរន់កំហឹងខ្លះសិនទៅក្រែងសឹកខ្លួនណាធ្វើជាមនុស្សមុខគំរាមកំហែងអួតអាងដាក់មនុស្សទុនខ្សោយយ៉ាងនេះមិនប្រសើរទេយកល្អទុកកម្លាំងនេះជួយទុកធរៈអ្នកក្រីក្រលំបាកវិញវាប្រសើរជាងទីដឹងឯងឈ្មោះអីហើយមកពីណាទៅណាបានជាមកអងអាត់នៅទីនេះអូចង់ស្គាល់ឈ្មោះខ្ញុំហ៎មិនអីទេខ្ញុំប្រាប់បានឈ្មោះណាវិសាលសិស្សរបស់លោកគ្រូអាចារ្យទីសាប្រមកបែកស្ដាប់បានទេសិស្សអាចារ្យទីសាប្រមកអាយ៉ានៅបានទេលាសិនហើយចូលហើយល្អហើយអូនតូចណាអូនឯងឈ្មោះអីដែរហ៎ប្រាប់គាត់តើអូនឈ្មោះតាណាហើយបងនេះបងស្រីខ្ញុំឈ្មោះពិសីគាត់ងឹតណែទេបងអើយសុំតបផងទៅចោះលោកប្រុសនាងខ្ញុំមើលអត់ឃើញទេចាមិនអីទេនាងមិនអីទេណាគួរឲ្យអាណិតណាយីពិសីរតនាហេតុអីក៏អូនឯងមកទីនេះយីបងទៅដល់ផ្ទះស្រាប់តែស្ងាត់ឈឹងយីហេតុអីបានជាខ្លួនប្រានអូនប្រឡាក់ប្រឡោកសុទ្ធតែដីហើយមានឈាមហូរតាមច្រមុះយ៉ាងនេះចាខ្ញុំអ្នកនាងជាបងរបស់លេក្មេងទាំងពីរហ្នឹងហ៎ចាលោកខ្ញុំជាបងរបស់គេមុននេះបងរបស់អ្នកនាងដើរសុំទានគេសុំទានគេប្រកបណាស់ប៉ុន្តែមានជនអាក្រក់ម្នាក់វាធ្វើបាបហើយឥឡូវនេះវារត់បាត់ទៅហើយអញ្ចឹងបានន័យថាលោកជួយយកអាសាប្អូនរបស់ខ្ញុំមែនទេជាការធម្មតាទេអ្នកនាងពេលដែលឃើញអំពើគ្រូខើបែបនេះរូបខ្ញុំក៏ជួយទៅណាយ៉ាងខ្ញុំសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្តដ៏ល្អរបស់លោកមិនដឹងជាបានអ្វីសងគុណលោកឲ្យសមនោះទេមានតែម្រាមដៃតបតែប៉ុណ្ណោះតាមតែលោកអធិស្ឋានផងចុះណាលោកបានហើយអ្នកនាងមិនបាច់គុណស្រ័យអីទេណាស់ហើយដែលខ្ញុំមានការប្រញាប់ណាស់ខ្ញុំសុំលាអ្នកនាងសិនហើយនេះអូនតូចនិងអ្នកនាងខាងនោះខ្ញុំសុំលាហើយណាលោកចេញចាពិសីហេតុអីក៏អូនឯងធ្វើរបៀបនេះអូនឯងនឹកស្មានថាបងនេះរកចិញ្ចឹមអូនឯងមិនរស់មែនទេបងឲ្យអូនឯងនៅផ្ទះមិនមែនឲ្យអូនឯងមកដល់សុំទានកេងចឹងទេព្រោះតែក្រព្រោះតែលំបាកតើបានតែខ្ញុំសឹកចិត្តដល់សុំទានគេវាប្រសើរជាងមនុស្សដែលក្រតែលំបាកហើយទៅធ្វើជាស្រីបំរើនៅតាមរាំងកាសាលដូចជាបងនេះពិសីបងលំអងបងផ្ទះកំភ្លៀងខ្ញុំវាឲ្យខ្ញុំមកអស់ចិត្តមកបងវាឲ្យមកម៉ែនហើយអត់ពីពុកនឹងម៉ែទៅពីដើមបងថ្នាក់ថ្នមពួកខ្ញុំណាតែឥឡូវនេះបងភ្លេចអស់ហើយព្រោះបងបានសប្បាយនឹងចម្រៀងសប្បាយនឹងការអួតសរសើរពីរូបសម្ផស្សបងលំអងបងកុំបាច់គិតពីរូបខ្ញុំអីទុកឲ្យពួកខ្ញុំស្លាប់ចោលហើយបងទៅរស់នៅតាមចិត្តសប្បាយរបស់បងព្រោះខ្ញុំមិនត្រូវការបងជាជប់និយាយដោយសារតែពួកឯងទាំងពីរនេះហើយតែបណ្ដាលឲ្យបងខ្លាយខ្លួនទៅជាស្រីរាត្រីបែបនេះពិសីរតនាអូនសូមអូនអភ័យទោសឲ្យបងផងហេតុតែបងស្រឡាញ់ប្អូនអាណិតប្អូនបងចង់ឲ្យប្អូនបានសុខបងបានលះបង់អ្វីគ្រប់យ៉ាងចូលខ្លួនទៅរួមច្រៀងក្នុងរោងកសាលក្រោមការនន្ទាពីអ្នកផងមួយជីវិតនេះទុកឲ្យបងជាអ្នកខុសម្នាក់ឯងចុះអូនគួរតែគិតមើលស្រីក្រមុំម្នាក់ដែលមិនស្រឡាញ់កិត្តិយសប៉ុន្តែបងធ្វើនេះតើដើម្បីអ្វីគឺមិនដើម្បីអូនទេ
អូនខំហើយបងពិសីបងសម្លាញ់អូនសុំបងអាណិតអូនខ្លាំងណាស់
តែជួយបងអូនត្រូវតែជួយបងអូនអាណិតបងណាជាមកលុបដល់រតនាចំណាយខ្ញុំទោះខ្លាយទៅជាអ្វីក៏ខ្ញុំមិនស្ដាយដែរ